អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំឬហៅកាត់ថាកបបនៃក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយស្តីពីហានិភ័យសុវត្ថិភាពចំពោះផលិតផលទឹកដោះគោម្សៅម៉ា Baby Bio Optima 1ដោយសារតែអាចមានវត្តមានជាតិពុលឈ្មោះសេរូឡៃសេចក្តីជូនដំណឹងរបស់កបបចុះថ្ងៃទី27ខែមករាឆ្នាំ2026បានបញ្ជាក់ថាក្រុមហ៊ុន Contour Perfect Pharmed IR ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្តាត់មុខលោកនិងចែកចាយផលិតផល Mark Baby Bio នៅក្នុងប្រទេសកម្ពុជាបានជូនដំណឹងជាមុនអំពីហានិភ័យនេះកាលពីថ្ងៃទី26ខែមករាឆ្នាំ2026ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ទារកនិងកុមារក៏បបបានណែនាំយ៉ាងម៉ឺងម៉ាត់ចំពោះពាណិជ្ជកម្មនិងអាជីវករឲ្យបញ្ឈប់ជាបន្ទាន់នូវការលក់ការចែកចាយព្រមទាំងរក្សាទុកជាបណ្ដោះអាសន្ននៅផលិតផលទឹកដោះគោម្សៅ Baby Bio Optima 1ចំនួន3ប្រភេទដែលមានលេខលូតនិងការបរិច្ឆេទផុតកំណត់ដូចខាងក្រោមទី1ទឹកដោះគោម្សៅ Baby Bio Optima 1ចំនួន800ក្រាមមានលេខលូត Lot 89443 Expire 09ខែ7ឆ្នាំ2027ទី2ទឹកដោះគោម្សៅ Baby Bio Optima 1ចំនួន800ក្រាមមានលេខលូត Lot 900035 Expire 12ខែ8ឆ្នាំ2027ទី3ទឹកដោះគោម្សៅ Baby Bio Optima 1ចំនួន400ក្រាមមានលេខលូត Lot 900092 Expire 18ខែ8ឆ្នាំ2027ជាមួយគ្នានេះកបបក៏បានអំពាវនាវដល់មេតាបិតានិងអ្នកប្រើប្រាស់ទាំងអស់ឲ្យជៀសវាងការទិញនិងត្រូវបញ្ឈប់ការប្រើប្រាស់ជាបន្ទាន់នៅផលិតផលទាំង3ប្រភេទខាងលើសម្រាប់អ្នកប្រើប្រាស់ដែលបានទិញផលិតផលទាំងនេះហើយអាចទំនាក់ទំនងទៅអគ្គនាយកដ្ឋានកបបដើម្បីទទួលបានព័ត៌មានបន្ថែមឬទំនាក់ទំនងទៅក្រុមហ៊ុនចែកចាយផ្ទាល់ដើម្បីប្តូរយកផលិតផលថ្មីអគ្គនាយកដ្ឋានកបបសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់មេត្តាទទួលជ្រាបនិងសហការផ្តល់ព័ត៌មានមកកាន់លេខ Commercial Call Center 1266